បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកចែកម្លែកបងប្អូនពីវិធីសាស្ត្រក្នុងការ record សំឡេងនៅលើកម្មវិធី FL Studio ឲ្យបានរហ័សនិងមិនស្មុគស្មាញហើយមុននឹងបងប្អូនចាប់ផ្ដើម record សំឡេងបងប្អូនត្រូវការមានភ្លេងសិនប៉ុន្តែនេះខ្ញុំមានបច្ចេកភ្លេងរបស់ខ្ញុំហើយជាបច្ចេកដែលខ្ញុំបរៀនកូនសិស្សរបស់ខ្ញុំជាប្រភេទចង្វាក់សារ៉ាវ៉ាន់ណាអូខេអញ្ចឹងមួយទៀតបងប្អូនណាដែលចង់រៀននិពន្ធបទភ្លេងក៏ដូចជារៀន mixing mastering អីបងប្អូនអាចតាក់ទងមកខ្ញុំបានគឺខ្ញុំមានទទួលបរៀនអូខេតោះអញ្ចឹងយើងទៅមើលពីវិធីសាស្ត្រក្នុងការ record សំឡេងទាំងអស់គ្នាអញ្ចឹងជាជំហានដំបូងដើម្បីអាច record សំឡេងបានបងប្អូនត្រូវទៅឆែកនៅ option មួយចំនួនឥឡូវបងប្អូនចូលមកតាមខ្ញុំមកគឺ option បងប្អូនឆែកមើលឡើង option ណាបន្ទាប់ពីចូល option ហើយបងប្អូនចូលមកពាក្យថា audio settingចឹងកន្លែង audio setting នេះជាកន្លែងមួយដែលបងប្អូនត្រូវឆែកមើល driver sound card របស់យើងតើយើងបាន select ហើយឬនៅអូខេអញ្ចឹងបងប្អូនប្រើ sound card មួយណាបងប្អូនអាច select យក sound card ដែលបងប្អូនប្រើអញ្ចឹងណាចំពោះខ្ញុំប្រើ Audien អញ្ចឹងខ្ញុំ select យក driver របស់ Audien អញ្ចឹងខ្ញុំ select យកមកហើយយើងខ្វែងវាចេញមកបន្តមកទៀតបងប្អូនចូលមកកាន់កន្លែងសញ្ញាបូកនេះអញ្ចឹងកន្លែងសញ្ញាបូកនេះបងប្អូនគ្រាន់តែចុចមកឆ្វេងមកប៉ក់មកហើយយកពាក្យថា audio add audio track ចុចមកឆ្វេងមកប៉ក់ទៀតមកអូខេអញ្ចឹងវានឹងបង្ហាញផ្ទាំងនៅខាងនេះផ្ទាំងនេះអូខេឥឡូវបន្ទាប់ពីយើងបាន add វាហើយយើងទៅធ្វើការ setting វាអញ្ចឹងបងប្អូនចូលមកកាន់កន្លែងសញ្ញាព្រួយនេះសញ្ញាព្រួយទៅមុខនេះបងប្អូន select មកហើយបងប្អូន select យក analog 1ទៅតាមប្រភេទ sound card ដែលបងប្អូនប្រើអូខេបន្តមកទៀតបងប្អូនចូលទៅកាន់កន្លែងសញ្ញារូបបំពងសំឡេងនេះចឹងបងប្អូនចុចមកហើយបងប្អូនជ្រើសរើសយកពាក្យថាអោះកុំចុចយកពាក្យថាអាមវ៉ែនអាមនេះវ៉ែនអាមនេះវាមានលក្ខណៈថាវាខ្ទាស់អញ្ចឹងយើងធ្វើឲ្យយើងពិបាកច្រៀងអញ្ចឹងយើងយកពាក្យថាអោះនេះមកដើម្បីឲ្យស្រួលច្រៀងវាអត់ delay អូខេតោះអញ្ចឹងយើងទៅចាប់ផ្ដើមធ្វើការ record ទាំងអស់គ្នាបងប្អូនចុចតាមប៉ុណ្ណឹងមកបងប្អូនអាច record បានទេតោះអញ្ចឹងដើម្បី record បងប្អូនចុចនៅកន្លែងនេះមកអូខេអញ្ចឹងខ្ញុំចាប់ផ្ដើម record ហើយអើយកំភេនក្រមុំសំសួនទុំតែខ្លួនលើមេឃប្រឹងសាអើយកំភេនក្រមុំសំសួនទុំតែខ្លួនលើមេឃប្រឹកសាតើកំភេនតែបងអួតអ្នកណាអូខេអញ្ចឹងបងប្អូនឃើញនេះហ៎ឃើញប្រេកង់របស់ខ្ញុំវាលោតមកធំដោយសារអីខ្ញុំបើក gain ខ្លាំងព្រោះខ្ញុំrecord បារ៉ាខ្ញុំថតវីដេអូបារ៉ាអញ្ចឹងត្រូវការបើក gain បើអញ្ចឹងនិយាយអត់លឺប៉ុន្តែដល់ពេលបងប្អូន record មែនតើបងប្អូនមិនបាច់បើក gain ឲ្យធំពេកទេបើកមកល្មមល្បាក់ប៉ុណ្ណេះទៅបានហើយល្បាក់ sound ដែលចូលណាបាទល្បាក់ប៉ុណ្ណឹងអីទៅបានហើយកុំបើកធំដូចខ្ញុំបើកធំដោយសារខ្ញុំ record វីដេអូអូខេអញ្ចឹងនេះជាវិធីសាស្ត្រក្នុងការ record សំឡេងរបស់យើងគឺមានតែប៉ុណ្្នឹង easy ជារួមមានតែប៉ុន្មាន step ទេបងប្អូនគ្រាន់តែចុចសញ្ញាបូកនេះមកវាចេញអានេះហើយបងប្អូន setting តាមអ្វីដែលខ្ញុំប្រាប់មុនហ្នឹងទៅអូខេឥឡូវយើងទៅស្ដាប់បន្តិចតោះអើយកំភេនក្រមុំសំសួនទុំតែខ្លួនលើមេឃប្រឹងសាអើយកំភេនក្រមុំសំសួនទុំតែខ្លួនលើមេឃប្រឹកសាតើកំភេនតែបងអួតអ្នកណាអូខេអញ្ចឹងវីដេអូរបស់យើងបានមកដល់ទីបញ្ចប់ហើយអញ្ចឹងបើបងប្អូនពេញចិត្តបងប្អូនកុំភ្លេចជួយ Subscribe ក៏ដូចជាឲ្យ Like មួយទៅដើម្បីទទួលបានមេរៀនថ្មីៗបន្តទៀតអូខេ Goodbye